បាទជំរាបសួរបងប្អូនអ៊ំពូមីងចូលឆ្នាំខ្មែរឆ្នាំនេះអត់បានទៅណាឆ្ងាយទេបានធ្វើទីតាំងកន្លែងបោះតង់ចាស់ហ្នឹងដោយសារបងប្អូនប៉ាម៉ាក់អីទាំងអស់គ្នាហ្នឹងគាត់ចង់ទៅដោយសារគាត់ឃើញស្អាតណាហើយមួយទៀតប៉ាខ្ញុំបង្កើតហ្នឹងគាត់ចង់រំលឹកអនុស្សាវរីយ៍កន្លែងចាស់គាត់ធ្លាប់រកស៊ីតាំងពីជំនាន់ពិបាកខ្លាំងមែនតើណាឆ្នាំ9ជាងណាគាត់តស៊ូនៅផ្លូវនឹងរកស៊ីដើម្បីចិញ្ចឹមគ្រួសារណាហើយវីដេអូកន្លែងនេះហើយកន្លែងដែលប៉ាខ្ញុំគាត់រៀបរាប់ប្រាប់ម៉ាក់ខ្ញុំថាការនឹងគាត់ជិះមកម៉ូតូមកម្នាក់ឯងទេមកទិញជ័រនៅភូមិឡអិតហ្នឹងណាត្រឡប់ទៅផ្ទះវិញយប់ពាក់កណ្ដាលយប់អាត្រៀតអីផ្លូវជាប់ពិបាកអូការតស៊ូរបស់គាត់គឺធំធេងសម្រាប់គ្រួសារបើយើងស្ដាប់គាត់និយាយទៅគឺវាធំធេងមែនតើដោយសារបើយើងសម័យនេះខ្ញុំគិតថាបើខ្ញុំធ្វើអត់បានដូចគាត់ទេដោយសារគាត់ហ៊ានជិះម្នាក់ឯងហើយដឹកជ័រមកកានពីកានកណ្ដាលយប់កណ្ដាលអាត្រៀតហើយអាចនិយាយបានថាសន្តិសុខពេលហ្នឹងមិនល្អទៀតហ្នឹងហើយឥឡូវយើងនិយាយវិលចូលមកវីដេអូយើងវិញចំពោះទីតាំងកន្លែងនេះអំណោយផលណាស់សម្រាប់ក្មេងៗសម្រាប់មនុស្សចាស់ដែលគាត់ចង់មកលេងគឺងូតទឹកងូតអីសបាយហើយទលាយស្រឡះខ្យល់អាកាសក៏បរិសុទ្ធល្អដោយសារនៅកណ្ដាលព្រៃជ្រៅហ្មងហើយបងប្អូនដែលចង់មកលេងអាចមកលេងបានបងប្អូនដែលមានឡានខ្ពស់ pick up ពង2អីអាចមកលេងបាននៅនេះវាអំណោយផលសម្រាប់យើងសម្រាប់អ្នកចូលចិត្តដើរព្រៃដូចគ្រួសារខ្ញុំគឺអត់ជាឧបសគ្គទេគឺសបាយមកលេងនៅនេះគឺសបាយដោយសារគ្រួសារខ្ញុំអ្នកមណ្ឌលគិរីអញ្ចឹងរឿងព្រៃរឿងផ្សៃនេះស៊ាំមកហើយធ្លាប់អស់ហើយអញ្ចឹងមកលេងវាជារឿងធម្មតាតែបងប្អូនអ្នកទីក្រុងមួយចំនួនគាត់គ្រាន់តែឃើញកន្លែងហ្នឹងអ្នកខ្លះគាត់ថាគាត់មិនមានសម្ភារៈទេគាត់ខ្លាចដូចថាផ្សេងអញ្ចឹងណាតែបើដូចគ្រួសារខ្ញុំអត់ទេគឺសុបាយទៅអញ្ចឹងស្ងប់ស្ងាត់តែគ្រួសារយើងញ៉ាំជុំគ្នាចង់និយាយលេងសើចពីរឿងអីក៏បានអត់មានចូលដល់ថាផតងើបហ្មងផតងើបបាទអញ្ចឹងហើយលើកទី1យើងលើកទី1ឬក៏មិនមកតាំងពីការមកទៅលើកទី1ហើយលេងថើត្រង់លេងមួយជួយខ្ញុំផងអូយហើយលេងចូលដល់ក្នុងតង់ហើយជួយគេគាត់ជប់ផងបងខ្ញុំមកបាត់អូចឹងហីអូខេហើយគាត់គេពីណាគេគាត់ជួយជំរាបគាត់ផ្ទាល់បាទតែយកមិញយ៉ាងម៉េចដែរយកមិញដាក់ជើអូចាឃើញមុខជំរាបហ្នឹងកុំលេងសោចណាដាក់តគេសែងឯម៉ែក្មេកខ្ញុំអៀនមាត់អៀនកជាមួយអ្នកណាព្រោះឲ្យសិតតែគ្រួសារយើងអញ្ចឹងណាសុបាយមកលេងអញ្ចឹងសុបាយហើយក៏ខ្ញុំចង់រីកមិនដល់បងប្អូនដែលចូលចិត្តដើរលេងព្រៃមានច្រើនណាស់នៅមណ្ឌលគិរីកន្លែងល្អបែបនេះចង់មកលេងមានច្រើនមែនតើនៅមានច្រើនទៀតតែកន្លែងនេះដោយសារខ្ញុំមក2ដងដោយសារខ្ញុំមកក្មេងៗច្រើនអញ្ចឹងខ្ញុំចង់មកលេងកន្លែងនេះវាមិនឲ្យផលទឹកអីក្មេងៗដូចបាននៅមានកន្លែងផ្សេងទៀតហើយលើកក្រោយខ្ញុំនឹងជួយធ្វើវីដេអូល្អបែបហ្នឹងច្រើនទៀតហើយមិនមែនទាមទារ view ទាមទារអីទេគាត់ថាវីដេអូនេះវាមានតម្លៃនៅពេល4-10ឆ្នាំក្រោយទៀតពេលដែលកូនយើងវាធំវាអីចឹងទៅវាមើលវីដេអូហ្នឹងទៅរំលឹកអនុស្សាវរីយ៍ចាស់ចឹងទៅខ្ញុំចូលចិត្តបែបហ្នឹងគឺវាក្តីសុខរបស់ខ្ញុំគឺពេលដែលយើងឃើញស្នាមញញឹមរបស់ពួកគាត់ហ្នឹងណាតិចទៀត4-10ឆ្នាំក្រោយទៀតគឺវាមានតម្លៃមែនតើហ្នឹងហើយក៏សូមអរគុណចំពោះការតាមដានវីដេអូនេះ